ខ្ញុំឃើញគេកាត់ឲ្យ baby hair នេះឡើងស្អាតដល់ពេលកាត់ខ្លួនឯងឡើងជ្រោដៃឡើងកញ្ឆក់បដ ாய் បន្ទាប់ពីសេរីហើយស្អាតដែរតើតែពិតទៅមកខាងទៀតកញ្ឆក់បាត់រៃខលយកសក់បាំងទៅលេងធ្វើអីវិញហើយមកថ្ងៃនេះចង់មកនិយាយពី make up ទេអ្នកនរគ្នាដោយសារ make up មួយនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើមកឃើញមុខរបស់ខ្ញុំឡើងស្អាតចឹងដើម្បី make up ឲ្យចេញមុខស្អាតបែបហ្នឹងអ្នកនរគ្នាត្រូវទៅរកជាមួយនឹង cushion ណាដែលមានសាច់ម្សៅស្ដាប់ហើយបិទបាំងស្នាមបានល្អដោយ cushion ណាសិកានេះចឹងគឺបិទបាំងស្នាមបានល្អខ្លាំងមែនតើហ្មងហើយតាប់ទៅក៏មានកក់ម្សៅអីទេជាពិសេសសាច់ម្សៅនេះខាំជាប់មុខបានយូរម៉ោងមែនតើមួយថ្ងៃវងថ្ងៃក៏មុខរបស់យើងមើលទៅនៅតែ smooth រលោងដែរបន្ទាប់មកទៀតខ្ញុំមកធ្វើការដាក់ជាមួយនឹង blush របស់ brand Nasika blush មួយនេះសាច់របស់គេទន់ដូចមួយឈីចឹងពេលដាក់ទៅលើមុខទៅងាយស្រួល blend មែនតើហើយមានសំណើមតិចៗតើគឺថាគ្រាន់តែ blush មួយគឺខ្ញុំប្រើឡើងពេញមុខហើយកន្លែងនេះខ្ញុំប្រើពិសេសនេះអ្នកគ្នាអាច sell ទុកបានដោយសារធ្វើឲ្យមុខរបស់យើងមើលទៅផុសស្អាតមែនតើសម្បីកន្លែងមាត់ក៏ចឹងដែរបន្ទាប់ពីខ្ញុំ blend ចូលគ្នាអ្នកគ្នាឃើញគឺថាមាត់របស់ខ្ញុំមើលទៅឡើងពេញស្អាតហ្មងខ្ញុំអត់សូវស្រឡាញ់មុខរបស់ខ្ញុំបែបគីឡូចឹងពេកទេអ្នកគ្នាខ្ញុំចង់ឲ្យមុខរបស់ខ្ញុំមើលទៅម៉ែតចឹងខ្ញុំមកធ្វើការប្រើប្រាស់ជាមួយនឹង loose powder របស់ brand Nasika loose powder នេះគឺល្អខ្លាំងមែនតើហ្មងអ្នកគ្នាឃើញឲ្យពេលដាក់ទៅគឺថាមុខរបស់យើងមើលទៅឡើងម៉ត់ហើយជាពិសេសហើយរុនយកអីគឺឡើង blur ស្អាតមែនតើហើយជួយ lock make up របស់យើងឲ្យជាប់កាន់តែយូរទៀតហើយសំខាន់ណាស់មានកក់ម្សៅទេបន្ទាប់មកខ្ញុំធ្វើការ contour ចឹងពេលអ្នកគ្នា contour កុំភ្លេចយក highlight មកដាក់ដូចខ្ញុំចឹងផងដើម្បីឲ្យឃើញច្រមុះរបស់យើងកាន់តែផុសស្អាតខ្ញុំធ្វើការសិតចាំដើម្បីឲ្យស៊ីជាមួយនឹងពណ៌សក់របស់ខ្ញុំមុននឹងគូ eyeliner ខ្ញុំធ្វើការយក eyeshadow ពណ៌រាងbrown មកធ្វើការគូចឹងសិនដើម្បីងាយស្រួលពេលខ្ញុំគូទៅកុំឲ្យខុសហើយចំពោះស្មាក្រោមភ្នែកអីណាគឺខ្ញុំលេងបែបហ្នឹងខ្ញុំហាត់ពណ៌រាងស្ដាងហើយបានខ្ញុំលេងជាមួយនឹងពណ៌កម្មៅមកដាក់ពីលើបន្ថែមទៀតអញ្ចឹងទៅ make up របស់យើងអត់ងាយខុសទេអ្នកនរគ្នាហើយដកក្រោមភ្នែកនេះក៏ចឹងដែរគឺខ្ញុំគូម្ដងបន្តិចគេហើយខ្ញុំ blend វាធ្វើមកឲ្យវាមើលទៅផុសស្អាតអ្នកនរគ្នាកុំភ្លេចពាក់រោមភ្នែកផងណាឃើញឲ្យពេលពាក់រោមភ្នែកទៅគឺភ្នែករបស់យើងប្លែកមែនតើបន្តមកទៀតខ្ញុំមកធ្វើការថែមជាមួយនឹង highlight blush របស់ brand Nasika ដោយសារ highlight blush នេះជួយមុខរបស់យើងមើលទៅផុសស្អាតជាងមុនហើយ blush Nasika គឺមានជាប្រភេទ hybrid ផងជាប្រភេទ highlight ផងអ្នកនរគ្នាអាចទិញទាំងអស់ទៅដើម្បីងាយស្រួលក្នុងការ make up របស់យើងជាចុងក្រោយគេក៏ធ្វើការថែមជាមួយនឹង krem ម៉ាឡូងជាការស្រេចចំពោះសក់វិញគឺខ្ញុំដំបូងថាចង់អស់សំណត់ខ្លួនឯងទៅប៉ុន្តែមានអីបន្ទាប់ពីខ្ញុំកែចុះកែឡើងស្អាតដែរចង់យើង make up ស្អាតហើយយើងក៏ធ្វើការមូលសក់តិចតួចមកថែមបញ្ជ្រុយថែមអីចឹងតិចតួចមកស្អាតបដ ாய் ហើយនេះគឺជា result បន្ទាប់ពីខ្ញុំបាន make up ហើយឃើញមុខរបស់ខ្ញុំឡើងស្អាតប្លែកខ្លាំងមែនតើហ្មងអញ្ចឹងមិនណាស់ទេស្រឡាញ់ make up មួយហ្នឹងអាចយកទៅអនុវត្តបានណាបាយបាយ